ឥឡូវអញ្ចេះបញ្ហាវិវាទក្នុងក្រុមគ្រួសារពូម៉ៅនិងមិញផលយើងជជែកគ្នាពេញមួយថ្ងៃហើយយើងមិនអាចបន្តទៅមុខបានទេភាគីទាំងសងខាងរួមរស់ជាមួយគ្នាអត់បានទេជៀសវាងប៉ះពាល់ហិង្សានិងប្រការផ្សេងវាឈានដល់ចំណុចបែកខ្ញុំបានត្រឹមតែជួយសម្របសម្រួលដោះស្រាយក្នុងនាមជាអ្នកដឹកនាំនៅក្នុងទីនេះពេលដែលបងប្អូនមានទុកមានបញ្ហាឥឡូវសាច់ញាតិទាំងសងខាងក៏មកដឹងធ្វើលឺសាកស្អីដែរកូនក៏មកជុំគ្នាអស់ហើយដែរអញ្ចឹងបានសម្រេចហើយថាពូម៉ៅនិងមិញផលមិនអាចបន្តរួមរស់ជាប្តីប្រពន្ធជាមួយគ្នាទៀតទេមុននឹងឈានដល់ចំណុចនោះខ្ញុំស្នើពិសេសដល់កូនពួកឯងធំហើយឯងស្ដាប់សម្ដីបងណាទោះជាឪពុកម្ដាយយើងមានវិវាទប្រេះឆារហូតដល់លែងរះគ្នាប៉ុន្តែឯងត្រូវចាំថាអញ្ចេះឪពុកមានតែមួយលើលោកម្ដាយមានតែមួយបង្កើតឪពុកបង្កើតមានតែមួយឪពុកហើយម្ដាយបង្កើតមានតែមួយខ្ញុំដូចនេះហើយនឹងយប់គ្នាអស់មកមិនអាចកាត់ផ្ដាច់ទេខ្ញុំនឹងយប់គ្នារឿងទំនាក់ទំនងប្តីប្រពន្ធគាត់នេះកាត់ផ្ដាច់បានប៉ុន្តែចរន្តឈាមនេះឪពុកនឹងកូនម្ដាយនឹងកូនมันអាចកាត់ផ្ដាច់បានទេណាទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយនៅតែគោរពប្រណិប័តគាត់ទៅតាមភាពជាក់ស្ដែងក្នុងការបំពេញកតញ្ញូកតវេទិកាចំពោះមេដាបិតាស្ដាប់ឲ្យតន់ណាទោះបីជាពេលខ្លះលោកបានវាយលោកបានជេរប៉ុន្តែភាគច្រើនវាផ្ដើមចេញពីការអប់រំទូលមានព្រានប្រដៅចង់ឲ្យកូនល្អប៉ុន្តែឯងថាគាត់ស្រវឹងខ្លាំងពេកអានឹងវាជាអំណាចនិស្រាបានបណ្ដាលឲ្យធ្វើអញ្ចឹងប៉ុន្តែទោះជាយ៉ាងណាក៏លោកជាអ្នកផ្ដល់កំណើតឲ្យឯងដែរនៅបន្តការគោរពគាត់ជារៀងរហូតណានេះបងស្នើសុំវិញពូម៉ៅពូត្រូវតោងស្ដាប់សម្ដីខ្ញុំពូត្រូវដឹងថាបញ្ហាទាំងឡាយកើតឡើងដោយសារស្រាពូចូលចិត្តពីសារស្រាចូលហើយកាលណាពូតែងតែមានហិង្សាពូតែងតែមានពាក្យក្រោតគ្រៀតពូលែងស្គាល់ប្រពន្ធលែងស្គាល់កូនចំណាស់នេះហើយខ្ញុំគិតថាពូលះបង់ទៅដោយសារអំណាចស្រានេះហើយពូបានបាត់បង់ប្រពន្ធបាត់បង់គ្រួសារដែលធ្លាប់សុខដុមរមនាបញ្ចប់ទៅហើយមីងក៏អញ្ចឹងដែរណាការរួមរស់ជាមួយគ្នារាប់ឆ្នាំទោះយ៉ាងណាក៏វាជាអនុស្សាវរីយ៍ដែរហើយបើសិនជាប្រេះឆាបែកហើយក៏គួរតែរក្សាការតំណាក់ទំនងក្នុងការរាប់អានណាមួយដើម្បីឲ្យមានភាពកក់ក្ដៅដល់កូនហើយភាគីទាំងសងខាងមិនអាចអប់រំកូនឲ្យស្អប់ម្ដាយស្អប់ឪពុកបានទេណានេះជាសិទ្ធិមួយដែលមិនអាចធ្វើបានខ្ញុំស្នើសុំប៉ុណ្ណឹងសាច់រឿងហ្នឹងណាបាទអញ្ចឹងសរុបសាច់រឿងនេះគឺព្រមព្រៀងគ្នាដែលមានសាច់ញាតិទាំងសងខាងមានមន្ត្រីនគរបាលនៅទីនេះមានលោកមេភូមិអនុភូមិជំនួយការភូមិនិងវិជាការពារទាំងអស់នៅទីនេះធ្វើជាកសិនសាក់សីពូម៉ៅនិងមីងផលព្រមព្រៀងគ្នាផ្ដាច់សង្វាស់មិនអាចរស់នៅជាមួយគ្នាបានហើយភាគីទាំងនេះគឺព្រមព្រៀងគ្នាទៅនៅកត្តាមួយកត្តាពីរដែលបានជជែកគ្នាមិញណាបាទអញ្ចឹងបញ្ចប់ប៉ុនចេញទៅដល់ណាក៏ដោយពូម៉ៅត្រូវដឹងថាពូមានកូនមានចៅណាកូនមានកូនមានចៅហើយកូនចៅដូចគ្នាដែរឪពុកទៅដល់ណាក៏ដោយទេនៅតែជាឪពុកបង្កើតរបស់យើងណារឿងប្រេះឆាម្ដាយឪពុករឿងផ្សេងតែរឿងយើងជាកូនកតាបកិច្ចកូននៅអញ្ចឹងអ៊ំពូមីងទាំងអស់គ្នាយើងដូចជាជជែកគ្នាដល់ទីបញ្ចប់ហើយទទួលយកបានទេរឿងប៉ុណ្ណឹងបាទបានទេពូម៉ៅបានណាខ្ញុំលាបាទអញ្ចឹងធ្វើកិច្ចការងារបន្តអញ្ចឹងសូមជ្រាបអញ្ចឹងវិវាទដែលល្បីល្បាញដែររឿងនេះវាល្បីពេញភូមិហើយឥឡូវសូមបញ្ចប់តំណឹងចុះហើយកុំឲ្យមានល្អកកអីតទៅមុខទៀតព្រោះយើងព្រមព្រៀងគ្នាប៉ុណ្ណឹងហើយណាអញ្ចឹងដល់បងផ្ដាំចុងក្រោយអញ្ចឹងណាឪពុកនៅជាឪពុកម្ដាយនៅជាម្ដាយណាមិនអាចតាមឪពុកបាត់ម្ដាយមិនអាចតាមម្ដាយបាត់ឪពុកទេត្រូវតែគោរពដែរចាសសូមប៉ុណ្ណឹងណាបាទអរគុណច្រើនអញ្ចឹងបញ្ចប់ចុះបាទ